សួស្តីអ្នកនរនេះស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនិយាយអំពីការបង្កើត user ហើយនិង group management នៅក្នុង Linux ឥឡូវនេះខ្ញុំធ្វើការ log out ចេញពី user ធម្មតារបស់ខ្ញុំយើងប្រើ sudo /i ដើម្បី log out ចេញទៅ root ខ្ញុំវាយ password ចឹងឥឡូវខ្ញុំឆែកហើយថាឥឡូវនេះខ្ញុំបាន switch ជោគជ័យមកកាន់ root តមកខ្ញុំធ្វើការបង្កើត group យើងប្រើ command group add បន្ទាប់មកយើងដាក់ឈ្មោះ group ដែលយើងចង់បង្កើតខ្ញុំដាក់ឈ្មោះថា ite បន្ទាប់មកទៀតខ្ញុំបង្កើត group មួយទៀតដាក់ឈ្មោះ cse បន្ទាប់មកយើងប្រើ command get 10 ដើម្បី verify ថា group ដែលយើងបង្កើតជោគជ័យអត់ខ្ញុំ verify ite ឃើញបន្ទាប់មកខ្ញុំ verify cse មួយទៀតបន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត user ម្ដងយើងប្រើ user add -m បន្ទាប់មកយើងដាក់ឈ្មោះ user ដែលយើងចង់បង្កើតខ្ញុំដាក់ IT staff enter ខ្ញុំបង្កើត user មួយទៀតខ្ញុំដាក់ cf staff តមកទៀតយើងធ្វើការ assign password ឲ្យ user មួយយើងប្រើ password បន្ទាប់មកយើងវាយឈ្មោះ user មកតមកខ្ញុំដាក់ password នេះយើងត្រូវដាក់ឲ្យ strong វាមាន uppercase ហើយមាន symbol ធំត្រូវបើមិនចឹងទេវាមិននឹងឲ្យ type ម្ដងទៀតឥឡូវនេះខ្ញុំដាក់ password ឲ្យ cf staff មួយទៀតខ្ញុំ verify សិន retype new password នេះយើងត្រូវវាយឲ្យដូចបេះបិទជាមួយនឹង password ដែលយើងបានដាក់បន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត secondary group ខ្ញុំ add secondary group ដោយយើងប្រើ user mode -ag បន្ទាប់មកយើងដាក់ឈ្មោះ group វាមកខ្ញុំដាក់ ite បន្ទាប់មកខ្ញុំចង់ add ទាំងពីរនេះជា secondary group តែយើងមិនបាច់ទេយើងដាក់ឲ្យវាត្រូវរបៀបយើងដាក់ ite ហើយបន្ទាប់មកយើងដាក់ IT staff នៅខាងចុងបើន័យថាយើង add ite ហើយនឹង ite staff នោះជា secondary group បន្ទាប់មកខ្ញុំ add cfe មួយទៀតបន្ទាប់មកខ្ញុំធ្វើការ verify user ដោយប្រើ id IT staff បន្ទាប់មកយើងឃើញថា IT staff ហ្នឹងយើងត្រូវ add វាចូលក្រុមជោគជ័យហើយបន្ទាប់មកទៀតខ្ញុំ verify ID cf staff ម្ដងបន្ទាប់មកទៀតខ្ញុំធ្វើការដូរ primary group យើងប្រើ common group បន្ទាប់មកយើង group add ខ្ញុំ name វា primary 1បន្ទាប់មកខ្ញុំធ្វើការផ្លាស់ប្ដូរមួយទៀតដាក់ group add ខ្ញុំ add primary 2បន្ទាប់ទៀតយើងធ្វើការ switch យើង switch group យើងធ្វើការប្រើ user mode -g បន្ទាប់មកយើងដាក់ឈ្មោះ primary group របស់យើងដាក់ primary 1ខ្ញុំ add primary group 1ហ្នឹងទៅឲ្យ user IT staff វិញបន្ទាប់មកខ្ញុំធ្វើការដាក់ primary 2ទៅឲ្យ cf staff យើងធ្វើការ verify យើងវាយ id IT staff តោះមកយើងនឹងឃើញថា primary group នឹងត្រូវបានដូរពី IT staff ខាងលើនេះទៅជា primary 1វិញឥឡូវយើងធ្វើការ verify cf staff ម្ដងឃើញថាវាដូរពី cf staff ខាងលើទៅជា primary 2បន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត file មុនពេលដែលយើងផ្លាស់ប្ដូរខ្ញុំប្រើ su /it staff បន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត directory មួយខ្ញុំដាក់ឈ្មោះវាថា before directory dir ខ្ញុំ tag បង្កើត file មួយទៀត
ខ្ញុំដាក់ឈ្មោះវាថា before file ខ្ញុំប្រើ ls lookup ដើម្បី view មើលបន្តមកទៀតយើងឃើញហើយខ្ញុំធ្វើការ exit បន្តមកទៀតខ្ញុំធ្វើការបង្កើត file មួយខ្ញុំធ្វើការបង្កើត file មួយដាក់ឈ្មោះវា after ម្ដងយើងចូលក្នុង IT user IT staff បន្តមកទៀតខ្ញុំធ្វើការបង្កើត directory មួយកន្លែងនេះខ្ញុំនិយាយតិចការបង្កើត directory before ហើយនិង after នេះខ្ញុំចង់បញ្ជាក់ថាមុនពេលដែលយើងផ្លាស់ប្ដូរ primary បើសិនជា primary យើងនៅ original វាជា IT staff ទេអញ្ចឹងកន្លែងហ្នឹងពេលដែលយើងបង្កើត file ទៅកន្លែងហ្នឹងនេះវាចេញថា file ហ្នឹងuser IT staff ហ្នឹងគឺនៅក្នុង primary 1តែបើថាយើងអត់ដូរ primary ទេអញ្ចឹងកន្លែង primary 1ហ្នឹងវាគួរតែឈ្មោះថា IT staff អញ្ចឹងការដូរ primary ហ្នឹងវាបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកប្រើប្រាស់ថា primary ហ្នឹងជារបស់ពីណាគេជាកម្មសិទ្ធិរបស់ពីណាគេអញ្ចឹងការផ្លាស់ប្ដូរ primary ហ្នឹងក៏វាផ្លាស់ប្ដូរកម្មសិទ្ធិរបស់ file ដែរបន្តមកទៀតខ្ញុំធ្វើការឲ្យសិទ្ធិ IT staff ហ្នឹងទៅជា root ខ្ញុំធ្វើការ exit សិនបន្ទាប់ពី exit ហើយខ្ញុំប្រើ common user mode ag ខ្ញុំវាយ sudo ហើយខ្ញុំដាក់ឈ្មោះ IT staff កន្លែងនេះវាថា does not exist ដោយសារនៅក្នុង CentOS ហ្នឹងវាអត់ support ជាមួយនឹង sudo អញ្ចឹងខ្ញុំប្រើ will ម្ដង IT staff ខ្ញុំវាយ su minus su minus IT staff ខ្ញុំធ្វើការ enter បន្ទាប់មកខ្ញុំប្រើ common sudo who am I ឥឡូវនេះវាឲ្យ verify password IT staff ដែលយើងបានដាក់មុនហ្នឹងបន្ទាប់ពីខ្ញុំវាយ password ហើយវាបញ្ជាក់ថា IT staff ហ្នឹងគឺជា root អរគុណអ្នកនរគ្នាវីដេអូមានតែប៉ុណ្្នឹង